អ្នករីកាពិសេសថ្មីរបស់អង្គការសហប្រជាជាតិចុះពិនិត្យផ្ទាល់ទីតាំងដែលយោធាថៃដាក់ទូកុងតឺន័រនិងបន្លាលួសនៅបឹងត្រកួនអ្នករីកាពិសេសថ្មីរបស់អង្គការសហប្រជាជាតិ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrew បានអញ្ជើញចុះពិនិត្យជាក់ស្ដែងនៅតំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលជាទីតាំងមានការដាក់ទូកុងតឺន័រនិងបន្លាលួសដោយយោធាថៃដំណើរចុះពិនិត្យនៅរសៀលថ្ងៃច័ន្ទទី27ខែកក្កដាឆ្នាំ2026នេះធ្វើឡើងក្រោមការសម្របសម្រួលពីអាយដាមអ៊ុនមេត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីពាក់ព័ន្ធដែលបានជូនព័ត៌មាននិងបង្ហាញពីស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ការចុះពិនិត្យរបស់អ្នករីកាពិសេសរបស់អង្គការសហប្រជាជាតិនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការប្រមូលព័ត៌មានដោយផ្ទាល់ពីទីតាំងជាក់ស្ដែងដើម្បីស្វែងយល់អំពីស្ថានភាពនិងបរិបទពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងការវិវត្តនៅតាមតំបន់ព្រំដែនពេលនេះមិនទាន់មានការបញ្ជាក់ពីសេចក្តីថ្លែងការណ៍ឬការវិតម្លៃផ្លូវការណាមួយពីលោក Thomas Andrew ជំវិញដំណើរចុះពិនិត្យនេះនៅឡើយទេទោះជាយ៉ាងណាការអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅទីតាំងដែលកំពុងទទួលការចាប់អារម្មណ៍នេះបានបង្ហាញពីការតាមដានយ៉ាងយកចិត្តទុកដាក់របស់អង្គការសហប្រជាជាតិចំពោះការវិវត្តនៅតំបន់ព្រំដែនកម្ពុជាថៃខ្ញុំតារាពី RT News